បាទសូមជម្រាបសួរប្រិយមិត្តស្ដាប់វិទ្យុព្រៃស្ដុក FM 2.3 MHz ផ្សាយចេញពីក្បែរជើងខោក្នុងកម្រិត1ខំកន្លះអង្តែនមួយទឹកផ្សាយជុំវិញគុលអង្តែនជាទីគោរពរាប់អានកម្មវិធីដោះស្រាយវិបត្តិស្នេហ៍បានវិលមកជួបប្រិយមិត្តសាជាថ្មីដោយសមម្ដងហើយកម្មវិធីនេះបានទទួលការឧបត្ថម្ភពីវិទ្យាស្ថានសេដ្ឋសាស្ត្រនិងតណ្ហាសាស្ត្រនៃទីក្រុងឡុងពេជ្របាទហើយសម្រាប់វាគ្មិនដែលជួយបកស្រាយគឺលោកគ្រូមហាបរិញ្ញាសៀកុកហើយខ្ញុំជាអ្នកសម្របសម្រួលកម្មវិធីគឺឈ្មោះវណ្ណៈបាទហើយប្រិមិត្តអាចចូលរួមតាមរយៈទូរស័ព្ទលេខ012កតិបកមុំកញ្ចាស់ហើយនឹងផែអាប់ហើយនឹង015ក្រេ4ហើយនឹងផែ7បាទនេះយើងមានប្រិមិត្តចូលរួមហើយសូមអនុញ្ញាតស្វាគមន៍ហៅឡូជំរាបសួរហៅឡូជំរាបសួរបាទសូមស្គាល់ឈ្មោះផងឈ្មោះវណ្ដាមកពីខាងណាមកពីភ្នំពេញបាទហើយរាត្រីនេះមានវិបត្តិអីដែរដើម្បីឲ្យលោកសៀកុកជួយដោះស្រាយបាទមានធំប៉ុណ្ណាបាទនេះមានវិបត្តិសោចស្ញាញ់ទៀតលោកសៀកុកឯងគិតមើលណាបាទយ៉ាងម៉េចដែរបងអូនមានវិបត្តិអីដែរឬក៏មានបញ្ហាអីដែរអាចនិយាយមកក្នុងកម្មវិធីយើងហើយយើងនឹងរកវិធីដើម្បីជួយផ្ដល់ជាយោបល់ដល់បងអូនបាទកុំភ័យខ្លាចអីណាវណ្ដាវិបត្តិរបស់ខ្ញុំសូមនិយាយណាបាទសូមអញ្ជើញគឺខ្ញុំបានស្រឡាញ់គេម្នាក់ហើយតបមកទៅពួកយើងបានស្គាល់គ្នាឲ្យបានស្រឡាញ់មានណាស្រឡាញ់ស្គាល់គ្នាទេណែលោកសុគីទេបាទបើច្រាស់ក៏ច្រាស់ទៅបាទច្រាស់ក៏ច្រាស់ហើយជាវណ្ដាចូលចិត្តច្រាស់យ៉ាងបាទ4ចាហ្នឹងមិនគេរត់ចោលអូបច្រាស់មិនគេរត់ចោលទេហ្នឹងហើយបាទឥឡូវសូមបន្តបញ្ហារបស់បងអូនតទៅទៀតដើម្បីជាសមត្ថកម្មដើម្បីខ្ញុំអាចសន្និដ្ឋានបាទមានឱកាសឲ្យយើងនិយាយទៅគាត់គឺជាសាស្ត្រាចារ្យផងបាទសូមអញ្ជើញហ្នឹងហើយពួកយើងគឺជួបគ្នាដែលចែកដនគឺរៀនមួយគ្នាបាទហើយមុនដំបូងខ្ញុំអត់ចាប់អារម្មណ៍ទេគេជាអ្នកចាប់ផ្ដើមមុនគេចាប់ផ្ដើមមិនដែរបាទប្រាប់ឲ្យច្បាស់គេចាប់ផ្ដើមតាក់តងចិត្តស្និទ្ធអីមួយយើងអីចឹងណាបាទមានដែរបានថើបមកខ្សើតអីអត់ផងបាទហើយពេលនោះខ្ញុំសុំទោសលោកអណៈសំកាត់បន្តិចពេលនោះថ្នាក់ទីប្រមាណដែរឬក៏រៀននៅមហាវិទ្យាល័យបាទមហាវិទ្យាល័យបាទអញ្ជើញបន្តដំណើររឿងរបស់បងអូនតទៅទៀតស្អីទៅជាបញ្ហាបាទស្អីជាបញ្ហាបាទសូមជួយបញ្ហាគេរត់ចោលមានបានធ្វើអីបានដឹងថាគេរត់ចោលគេឈប់តាក់តងមកយើងបាទសុំសួរបន្តទៅទៀតបាទបកក្រោយមកវិញបន្តិចថាពេលវេលាប្រហែលឆ្នាំដែរដែលអ្នកទាំងពីរស្គាល់គ្នារាប់អានគ្នាហើយបានសាងអនុស្សាវរីយ៍អីខ្លះបាទ6 ខែហើយយើងបានសាងអនុស្សាវរីយ៍អីខ្លះដែរទៅញ៉ាំអីមួយគ្នាប៉ុណ្ណឹងប៉ុន្តែយ៉ាងណាមិនបានធ្វើឲ្យជ្រុះខុសនឹងប្រពៃណីទេមែនទេចុះបើគេមិនបានថើបមកខ្សើផងលោកសុគាគិតមើលខ្ញុំឆ្ងល់អាប្រុសហ្នឹងគួតចេញមកបាទគិតចឹងអត់បាទអញ្ចឹងអ្វីដែលបងអូនចង់ឲ្យកម្មវិធីយើងជួយបាទខ្ញុំក៏ចង់ដឹងថាហេតុអីក៏មនុស្សប្រុសជួយចិត្តអញ្ចឹងបាទខ្ញុំក្តោបបានបញ្ហារបស់បងអូនហើយខ្ញុំសូមធ្វើជាបទអន្តរាគមក៏ដូចជាផ្ដល់ជាគំនិតយោបល់មួយចំនួនដល់បងអូនដូចតទៅនេះបាទចំពោះប្រុសម្នាក់នេះខ្ញុំគិតថាជាប្រុសដែលមិនមានការទទួលខុសត្រូវទេដូច្នេះហើយបងអូនមិនគួរគប្បីនឹងទលងស្រឡាញ់ទេបាទបើនិយាយទៅប្រុសនេះដូចជាឈួតតែហ្មងបាទខ្ញុំក៏គិតចឹងដែរលោកសុគីអាមួយនឹងឈ្មោះអីដែរប្រុសហ្នឹងមានចាំឈ្មោះវាអត់បាទមានបាទភ្លេចបាត់ហើយបាទវាណាសម្លាញ់ខ្ញុំអត់ស្គាល់ឈ្មោះនេះមិនលោកសុគីបាទបើនិយាយពីប្រុសម្នាក់ហ្នឹងគឺថាដូចឈួតចឹងបាទខ្ញុំក៏គិតថាដូចឈួតដែរតែផងបើជួបស្រីស្អាតប៉ុណ្ណឹងហើយបោកមិនបានខ្លួនហើយវាទៅបាត់ខ្ញុំស្ដាយមែនទែនខ្ញុំក៏គិតអញ្ចឹងដែរហើយប្រុសនេះបានថើមកខ្សើប្រុសនេះមិនឆ្លាតទេដូច្នេះហើយប្អូនស្រីគួរគប្បីកុំសំណោះឡើយព្រោះថាបើវាឆ្លាតវាបោកបានខ្លួនយើងទៅហើយប៉ុន្តែម្នាក់នេះមិនឆ្លាតតតែសោះហើយប្អូនយកមកធ្វើជាគូអនាគតប្អូនរំពឹងអីបើការងារអីណានឹងគ្មានបានតិចផង6 ខែគ្មានដឹងខ្យល់អីសោះអញ្ចឹងរកស៊ីចំនួនជួញដូរធំយើងធ្វើយ៉ាងម៉េចកើតហើយធ្វើជាមេគ្រួសារយ៉ាងម៉េចកើតណាអញ្ចឹងបងមានអ្វីដែលបងចង់ជូនប្អូនគឺជូនប៉ុណ្ណឹងហើយប្អូនមានសំណួរអីទៀតបាទមិនដែរបានដែរសំណួរខ្ញុំចង់ក្រោយទទួលបានទេពីការបកស្រាយរបស់លោកសៀកុកបាទខ្ញុំគិតថាចេះលោកសៀកុកបាទប្រុសហ្នឹងមិនដឹងជាកើតនៅមកហ្នឹងខួរក្បាលប្រហែលខាំនេះដូច
ភ្លើដូចលោកសុកទាថាអញ្ចឹងណា បាទឈួតតែហ្មងនិយាយយើងនិយាយថាឈួតតែហ្មងសូមអធិស្ឋានបាទប្រិយមិត្តអ្នកស្ដាប់បាទខ្ញុំឋានថាឲ្យប្រុសម្នាក់ហ្នឹងណាបាទ ដឹងអាប្រុសនឹងឈ្មោះទៀតហើយនាងក៏ភ្លេចទៀតវណ្ដាមិនចាំឈ្មោះ អត់ចាំទេប៉ុន្តែចង់ អត់ចាំទេរនឹកយ៉ាងណាក៏មិនឃើញដែរណា ខាងលោកវិញតើធ្លាប់បើនិយាយចឹងលោកថាគេភ្លើមែនទេ បាទបាទ ចឹងចាខាងលោកវិញបានន័យថាឆ្លាតចឹងបានន័យថាបោកស្រីបាននេះហើយ បាទជាទូទៅខ្ញុំជាមនុស្សឆ្លាតបើសិនជាខ្ញុំបោកគឺមិនតិចជាង 1000 នាក់ទេប៉ុន្តែខ្ញុំមិនដែលដើរបោកអ្នកណាសោះព្រោះខ្ញុំគិតថាកូនគេកូនយើងណា កូនគេកូនឯងបាទកូនគេកើតស្រែងកូនឯងកើតលមាស់ ប៉ុន្តែបើសិនជាគេបដោយបាទអាហ្នឹងជារឿងមួយផ្សេងបាទការកាន់សិលគឺជារឿងមួយផ្សេងប៉ុន្តែយ៉ាងណាក៏ដោយយើងកើតមកជាមនុស្សត្រូវតែចេះប្រើប្រាស់ជីវិតរបស់យើងឲ្យមានន័យព្រោះថាឆាកជីវិតរបស់មនុស្សយើងខ្លីណាស់បាទក្រយើងអាយុ30ពាក់កណ្ដាល60ឥឡូវនេះតាម60អីហ្នឹងចូលចាស់ជរាហើយឬក៏អាយុថាចាស់បំផុតហ្នឹងមិនបានដល់100ដូចចាស់ពីដើមទេដូច្នេះហើយយើងត្រូវយកជីវិតយើងឲ្យជួបនឹងរឿងសប្បាយធ្វើអ្វីដែលមានប្រយោជន៍កុំឲ្យប្រឡាក់ប្រឡូកនឹងរឿងដែលអត់បានការរឿងដែលអពមង្គលនិងជាពិសេសដកខ្លួនចេញឲ្យឆ្ងាយពីបរោះដែលធ្វើឲ្យខូចពូជបរោះគេនៅក្នុងលោកដោយដែលបងអូនបាននិយាយអំបញ្ញមិញអញ្ចឹងបាទខ្ញុំសូមជូនប៉ុណ្ណឹងណាដោយសារពេលវេលា បណ្ដាបាទជំរាបលាហើយសង្ឃឹមថាបណ្ដានឹងជួបអាប្រុសណាឆ្លាតជាងអាប្រុសនឹងទៀតបាទជំរាបលា